ត្រឹមនិយាយក្នុងផ្ទះថាព្រះអើយមុខជាអាពោះចង្រៃនោះជាអ្នកស៊ីមន់ទាយើងមិនខានទេខ្ញុំត្រូវតែយកតំណែងនេះទៅប្រាប់អ្នកភូមិទៅបានមួយសន្ទុះក៏បានស្ងាត់សំឡេងមន់ស្រែកវិញលុះព្រឹកឡើងពូប្រាជ្ញសម្គាល់ឃើញថាមន់របស់គាត់បានងាប់អស់គ្មានសល់ខ្ញុំត្រូវតែយកតំណែងនេះទៅប្រាប់អ្នកភូមិទៅបាននៅតាមផ្លូវលបងប្រាជ្ញហើយលបងធ្វើដំណើរទៅណាហ្នឹងអីក៏លឿនម្ល៉េះលបងខ្ញុំមានរឿងចង់ប្រាប់អ្នកភូមិយើងឲ្យដឹងតើមានរឿងអីទៅលបងយប់មិញហ្នឹងណាមានពស់ដ៏ធំមួយចូលមកស៊ីមន់ខ្ញុំវាមកស៊ីមន់ខ្ញុំអស់គ្មានសល់ទេដូច្នេះខ្ញុំចង់ប្រាប់អ្នកភូមិឲ្យប្រយ័ត្នប្រយែងហ្នឹងណាលបងមិនក៏អីលបងប្រហែលថ្ងៃមុនឆ្កែរបស់ខ្ញុំក៏ត្រូវបានសត្វសាហាវមកខំដាច់ជាកំណាត់ដែរមិនដឹងជាសត្វស្អីទេសង្ស័យទៅពស់នោះហើយមើលទៅមែនហើយខ្ញុំបានឃើញសំណក់ពស់ផ្ទាល់នឹងភ្នែកណាវាពិតជាធំគួរឲ្យខ្លាចមែនណែនិយាយអញ្ចឹងប្រយ័ត្នក្មេងៗផងណាកុំឲ្យក្មេងៗទៅលេងកន្លែងស្ងាត់ឲ្យសោះមែនហើយពស់ធំអញ្ចឹងមុខជាវាស៊ីមិនរើសមុខទេមិនថាមនុស្សមិនថាសត្វបើដូច្នេះពួកយើងត្រូវតែប្រយ័ត្នឲ្យបានខ្លាំងអញ្ចឹងចាំជួយប្រាប់អ្នកភូមិយើងផងណាថាឲ្យប្រយ័ត្នគ្រប់គ្នាខ្ញុំខ្លាចពស់នោះចូលមកសម្លាប់អ្នកភូមិយើងណាបាទលបងចាំខ្ញុំប្រាប់គ្រប់គ្នាចុះព្រោះត្បិតអីខ្ញុំក៏សង្ស័យយូរហើយដែរឥឡូវនេះបានដឹងច្បាស់ហើយបាទបើអញ្ចឹងខ្ញុំលាហើយណាលបងនិយាយចប់ពូប្រាជ្ញក៏បានត្រឡប់ទៅផ្ទះវិញរីឯពូកៅក៏បានដើរទៅប្រាប់អ្នកភូមិអំពីរឿងពស់ដល់គ្រប់គ្នាមើលចោះគាត់ក៏បានមកដល់ផ្ទះមិញណយឆ្ងល់ដល់ហើយយប់មិញតើមន់ទាវិស្រែកឡូឡារឿងអីឬមួយក៏ឆ្កែចចកចូលស៊ីទៅដឹងនឹងកំពុងតែរអ៊ូស្រាប់តែពូកៅក៏បានមកដល់ល្មមអ្នកណយកំពុងតែប្របាក់ចិត្តរឿងអីឬសូរល្ងៅមុននេះនោះលោកបងខ្ញុំឆ្ងល់ណាស់យប់មិញមន់ទាស្រែកឡូឡាពេញទ្រុងខ្ញុំកំពុងគិតថាបើសិនជាសត្វសាហាវចូលណាដូចជាមិនអាចទៅរួចទេព្រោះភូមិយើងបានធ្វើពិធីដេញអស់ទៅហើយសង្ស័យទៅជួបរឿងដូចខ្ញុំនឹងលបងប្រាជ្ញហើយមើលទៅខ្ញុំនៅតែមិនអស់ចិត្តនឹងរឿងសម្ដែងរបស់សត្វក្នុងទ្រុងរបស់ខ្ញុំសោះហើយនិយាយអញ្ចឹងលោកបងបានជួបរឿងដូចគ្នាយ៉ាងម៉េចវិញទៅប្រហែលជាពស់យក្សមកស៊ីហើយព្រោះលបងប្រាជ្ញបានឃើញសំណក់ពស់យក្សយ៉ាងធំខ្ញុំក៏សង្ស័យដែរឆ្កែខ្ញុំមានស្នាមខំដាច់ជា2-3កំណាត់សង្ស័យទៅពស់នោះហើយមើលទៅតើរឿងនេះពិតដែរទេអញ្ចឹងតើបានជាថ្ងៃមុនខ្ញុំចូលទៅរើសអស់ក្នុងព្រៃបានឃើញដានពស់វិវាធំណាស់បើអញ្ចឹងប្រហែលមែនហើយព្រោះសត្វចចកខ្លាសអីណាវាលែងហ៊ានហើយហើយមានតែពស់យក្សប៉ុណ្ណោះខ្ញុំដូចជាខ្លាចណាស់អញ្ចឹងខ្ញុំលាសិនហើយអ្នកខ្លាចមេឃយប់តន់ចាលោកបងមីងណយកាន់តែមានអារម្មណ៍ថាភ័យខ្លាចនៅពេលដែលឮថាមានពស់យក្សចូលមកក្នុងភូមិហើយហេតុអីក៏យប់នេះឆ្កែព្រុសខ្លាំងម្ល៉េះខ្ញុំដូចជាព្រឺសម្បុរដល់ហើយហើយតើពស់នោះវាចេញមកហើយមែនទេម៉ែកំពុងធ្វើអីគៀនពីងនឹងហើយអាពៅមកស្ងាត់បែបនេះម៉ែភ័យលិចនោមហើយណាខ្ញុំមកលឿនតើម៉ែតែថាបើម៉ែខ្លាចណាចូលទៅផ្ទះទៅខ្ញុំមុជទឹកសិន